lời nó cứ như một đó Times Square bên nhé để cái hai thaទីក្រុងអត់ដែរមានយប់ណាព្រោះអីពេលយប់ពី10ហ្នឹងគឺនៅភ្លើងស្អាតមែនតើមកជុំវិញហ្នឹងហ្មងហើយខ្ញុំឡើងមកដល់គឺអ្នកទាំងអស់គ្នានឹងខ្ញុំខ្លាចអីគេភីហ្សាហើយឡងឡាញខ្លាំងណាស់ខ្ញុំចង់សាកល្បងមែនតើព្រោះអីខ្ញុំគិតថាវាជាកន្លែងមួយដែលជាកន្លែង signature របស់គេដែលមានឡងឡាញអូខេចាំមើលទៅឈរចាំទាំងអស់គ្នាចាំភាសាគេដល់ហើយជួវែងមែនតើអ្នកនរគ្នាចាំដល់ខ្នល់អូខេបន្ទាប់ពីការរងចាំយូរមកអ្នកទាំងអស់គ្នាឥឡូវហ្នឹងចិត្តបានដល់កំងហើយអញ្ចឹងគេឲ្យយើងកំងឲ្យសិនហើយយើងចាំធ្វើយើងយកទៅហ្មងខ្ញុំ feeling ថាខ្ញុំចាំកន្លះម៉ោងហើយប៉ុន្តែគិតថាអូខេ experience ផងព្រោះគេនិយមហ្នឹងអីគេខ្លះហើយយើងខំប្រឹងហោះមកឡើងឆ្ងាយហីហោះមកពីស្រុកខ្មែរមកតង់ហើយនៅហោះពីរដ្ឋដែលយើងនៅហ្នឹងមកតង់ទៀតចូល 4-5 ម៉ោងទៀតអញ្ចឹងកុំភ្លេចតាមដានអ្នកទាំងអស់គ្នាលើចិត្តបានកំងមែនតែនហើយដល់ពេលពិបាកអញ្ចឹងចង់តែកំងឲ្យច្រើនទេខ្ញុំព្រោះអីខ្ញុំនិយាយថាឈរចាំយូរតែញ៉ាំមួយហើយតែយើងអត់ពេញចិត្តយើងចង់ញ៉ាំមកផ្សេងទៀតដែលឈរចាំកន្លះម៉ោងទៀតនិយាយថាភីហ្សាគេមានតារាល្បីមកញ៉ាំទៀតណានេះគីម Kardashian នេះនិយាយទៅសិតតារា famous ហ្មងអញ្ចឹងបានដាច់ណាស់អ្នកទាំងអស់គ្នាមើលហើយនេះកន្លែងតម្រង់ជួលកាត់លុយគេនិយាយទៅភីហ្សាគេធ្វើឲ្យហ្មងហើយបានគេកំងកដៅឲ្យយើង Is that mine? Yeah. See you later. ខ្ញុំហៅកន្លែងអង្គុយសិន At least I got it. អូខេមកមើលរូបរាងប៉ាត់ទាំងអស់គ្នាអ្នកទាំងអស់គ្នាចាំ1ម៉ោងជាងអូ Finally I got it ប៉ុន្តែមាន$1ណាគ្រាន់តែជាភីហ្សាដែលល្បីមាន$1អ្នកទាំងអស់គ្នាមិញគិតលុយមិញគឺ24 Let me try to open it and eat Okay so ខ្ញុំគិតថាវាមិនលើសខ្មាស់ណាស់ណាស់ទេអ្នកទាំងអស់គ្នាគ្រាន់តែថានេះគឺ vlog គេនិយាយទៅពីសាគេគឺល្បីយូរឆ្នាំហើយមនុស្សតម្រង់ជួរទិញញ៉ាំហើយគេទៅជាកន្លែងបង្កើត content បានទៅញ៉ាំ check in ធ្វើវីដេអូ vlog និយាយទៅខ្ញុំញ៉ាំហើយអ្នកទាំងអស់គ្នាអត់មានអីខុសគ្នាហ្មងទេគ្រាន់តែថាយើងបានញ៉ាំកន្លែងហ្នឹងយើងមានអារម្មណ៍ថាយើងមក check in នៅ New York ចឹងទៅអូខេ finally we got it តែប៉ុន្តែខ្ញុំអត់អស់ទេច្រើនណាស់ដល់ពេលខ្ញុំចេញពីភីហ្សាហ្នឹងទៅគឺខ្ញុំដើរទៅកន្លែង hop on hop off ដែលឡានដែលខ្ញុំជិះមក trip យូរយក3ថ្ងៃហ្នឹងអ្នកនរគ្នាដោយសារក្នុងកញ្ចប់របស់ខ្ញុំហ្នឹងគឺគេមាន free pass ទៅជិះកាត់ស្ពានពេលយប់មើលទេសភាពហើយនឹង city night របស់ New York និយាយទៅគឺខ្ញុំកាន់ភីហ្សាហ្នឹងទៅហ្មងអ្នកទាំងអស់គ្នាដោយសារទុក left over អញ្ចឹងទុកញ៉ាំពេលក្រោយទៀតគ្នាមើលនៅអាមេរិកមាន street food ដែរមានគេលក់ដែរហ្នឹង China Town ណាអ្នកទាំងអស់គ្នានិយាយទៅគេលក់ពេញហ្នឹងហ្មងតាមដងផ្លូវ
អារម្មណ៍ខ្ញុំគឺសប្បាយមែនតើអ្នកទាំងអស់គ្នាដោយសារខ្ញុំទៅនេះគឺខ្ញុំជិះនៅចិត្តប្អួចហើយខ្ញុំបានឃើញទស្សនវិជ្ជាជាក់ស្ដែងនៅទីក្រុងញូវយ៉កដែលជាទីក្រុងធំរបស់សហរដ្ឋអាមេរិកខ្ញុំមានអារម្មណ៍ថាខ្ញុំពិតជាមោទនភាពមែនតើក្នុងនាមជាកូនខ្មែរមួយរូបដែលយើងដើរជាលក្ខណៈ solo ហើយជាតំបន់ថ្មីសម្រាប់យើងមានសមត្ថភាពទោះបីយើងមិនមានលុយកាក់ច្រើនមែនប៉ុន្តែយើងអាចដើរលេងក្នុងលក្ខណៈថាបែប budget friendly បានហើយជាពិសេសគឺយើងរៀនដឹងពីខ្លួនឯងថាយើងអាចធ្វើបានដោយមិនចាំបាច់មានអ្នកណាមកទៅជាមួយយើងក៏យើងអាចទៅខ្លួនឯងបានដែរត្រៀមខ្ញុំខំទ្រូទៀតហើយអ្នកទាំងអស់គ្នា beautiful view មែនតើថ្ងៃនេះល្អអត់ភ្លៀងណាអត់ភ្លៀងអ្នកទាំងអស់គ្នាល្អណាឥឡូវនេះគឺខ្ញុំជិះឡាននៅលើដំបូលហើយមកជិះកាត់មើល Broken Bridgeអូខេក្រៅផ្លូវការទីនិយាយទៅអ្នកទាំងអស់គ្នាកាមេរ៉ាខ្ញុំឡូឡាយទេអត់ប្រកែពេលយប់ពេលប៉ុន្តែមកក្រុងញូវយ៉កនេះណាគឺភ្លើងពេញហ្មងជាពិសេសតំបន់ Times Square ហ្នឹងហ្មងអ្នកទាំងអស់គ្នាអញ្ចឹងកុំភ្លេចតាមដានទស្សនីយភាពចុងក្រោយនិយាយទៅខ្ញុំរំភើបផងចង់ឲ្យលេងឡងមកព្រោះមិនគិតថាជាមនុស្សស្រីជាកូនស្រីកម្ពុជាជាកូនស្រីខ្មែរម្នាក់ឯងប៉ុន្តែអាចមកដល់ហោះមកឆ្លងឡើងពីបៃតងហើយព្យាយាមខំធ្វើ content មួយដែល budget friendly អ្នកទាំងអស់គ្នាចង់មកមិនចាំចំណាយច្រើនទេអីក៏យើងអាចធ្វើបានដែរហើយនេះគឺទេសភាពទីទៀតនឹងឃើញអីថ្មីទៀតអូយអ្នកទាំងអស់គ្នាដល់វាឯងចង់និយាយថាឥឡូវនេះគឺនៅពីក្រោយខ្ញុំគឺ Times Square អ្នកទាំងអស់គ្នានិយាយទៅមនុស្សដាក់ទាំងអស់គ្នាមនុស្សទប់ទល់ហ្មងនិយាយទៅផ្លូវដូច Walking Street ចឹងណាfinally យើងអារ៉ាយកន្លែងយើងវិញហើយខ្ញុំនឹងដើរទៀតខ្ញុំនឹងដើរធូរទៀតព្រោះអីនៅម៉ោង 2:10 នេះអ្នកទាំងអស់គ្នានៅម៉ោង 2:10 នេះគេនឹងបិទផ្លាកផ្សាយពាណិជ្ជកម្មទាំងអស់ហើយគេដាក់តែរូបតែមួយគឺនៅជុំវិញហ្នឹងហ្មងអញ្ចឹងកុំភ្លេចតាមដានទស្សនា អូខេអ្នកទាំងអស់គ្នាដំណើរកំសាន្តវីដេអូពេញមួយថ្ងៃរបស់ខ្ញុំគឺនៅទីក្រុងញូវយ៉កគឺចប់ប៉ុណ្ណឹងសិនកុំភ្លេចជួបគ្នាថ្ងៃស្អែកទៀតថាខ្ញុំទៅណា explore ញូវយ៉កតាមដានមើលទស្សនារបស់ខ្ញុំទៀតណាបាយ